ជ្រុលជាមិនបានឡើងទៅឆាកអន្តរជាតិហើយខនសូរិយាចេញមុខហែកទិតរឿងដើរចេញពីតំណែង Miss World Cambodia 2026 គៀកការចេញទៅប្រកួតនៅលើឆាកអន្តរជាតិហើយស្រាប់តែកញ្ញាខនសូរិយាប្រកាសក្តែងអំពីការដកខ្លួនចេញពីការប្រកួត Miss World Cambodia 2026 នាងថែមទាំងសង្កត់ធ្ងន់ៗថាតំណែងអាចត្រូវបានដកយកបានប៉ុន្តែគោលបំណងតម្លៃក្នុងចិត្តនិងសេចក្តីថ្លៃថ្នូរមិនអាចដកយកពីនាងបានឡើយខនសូរិយានាងបានគ្រងមកុដ Miss World Cambodia 2026ត្រឹម4 ខែមកហើយក៏ត្រៀមនឹងឡើងទៅឆាកអន្តរជាតិដើម្បីប្រកួតប្រជែងផងដែរប៉ុន្តែគួរឲ្យសោកស្ដាយពេលនេះនាងប្រកាសបញ្ចប់នឹងដើរចេញពីតំណែងជា Miss World Cambodia 2026ហើយរឿងនេះធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការស្រឡាំងកាំងគ្រប់គ្នាជាមួយគ្នានោះកញ្ញាខនសូរិយាបានចេញសារជាបន្តបន្ទាប់អំពីការដកខ្លួនចេញពីការប្រកួតរបស់ខ្លួនជាពិសេសចុងក្រោយនេះនាងបានសង្កត់ធ្ងន់អំពីការចាកចេញដែលកាន់តែធ្វើឲ្យអ្នកគាំទ្រភ្លឺភ្នែកជាខ្លាំងខនសូរិយាបានរៀបរាប់ថានេះជាលើកចុងក្រោយដែលខ្ញុំនឹងនិយាយជាសាធារណៈអំពីបញ្ហាពាក់ព័ន្ធនឹងការប្រកួតបវរកញ្ញារបស់ខ្ញុំសង្ឃឹមថាការចែករំលែកនេះនឹងជួយឲ្យអ្នកទាំងអស់គ្នាយល់ពីស្ថានភាពដែលបានកើតឡើងហើយសូមមេត្តាគុំសួរអំពីរឿងនេះម្ដងទៀតពីខ្ញុំព្រោះពេលនេះខ្ញុំនៅប៉ះពាល់ផ្លូវចិត្តខ្លាំងណាស់តាមកិច្ចសន្យាទាំងកិច្ចសន្យាផ្ទាល់មាត់និងក្រដាស់រវាងខ្ញុំនិងអាឡូជីបានកំណត់ថាអាជីនឹងទទួលបាន30% ពីការងារថតវីដេអូនិងថតរូបផ្សព្វផ្សាយផ្សេងៗរបស់ខ្ញុំអាជីនឹងជួយគ្រប់គ្រងខ្ញុំជួយបង្កើតរូបភាពល្អៗនិងគាំទ្រសកម្មភាពផ្សេងៗរបស់ខ្ញុំក្នុងកំឡុងពេលនេះដំណើរនេះខ្ញុំបានគ្រប់គ្រងភារកិច្ចភាគច្រើនដោយខ្លួនឯងរួមទាំងការស្វែងរកការងារការរៀបចំពេលវេលានិងការរៀបចំសកម្មភាពនានាដោយសារតែហេតុនេះខ្ញុំបានស្នើសុំការពិភាក្សាឡើងវិញដើម្បីពិនិត្យលក្ខខណ្ឌកិច្ចសន្យាឲ្យមានភាពយុត្តិធម៌និងការយល់ព្រមពីភាគីទាំងពីរប៉ុន្តែជាអកុសលយើងមិនអាចឈានដល់ការព្រមព្រៀងបានហើយខ្ញុំត្រូវបានជម្រាបថាលក្ខខណ្ឌនឹងនៅដែរហើយកិច្ចសន្យាត្រូវបានបញ្ចប់នោះតំណែងក៏នឹងត្រូវបានបញ្ចប់ផងដែរសម្រាប់ខ្ញុំប្រាក់មិនមែនជាចំណុចសំខាន់បំផុតទេអ្វីដែលសំខាន់ពិតប្រាកដគឺការយល់ឃើញថាតម្លៃរបស់មនុស្សម្នាក់មិនគួរត្រូវបានកំណត់ដោយមកុដនោះឡើយតំណែងអាចត្រូវបានដកយកបានប៉ុន្តែគោលបំណងតម្លៃក្នុងចិត្តនិងសេចក្តីថ្លៃថ្នូរមិនអាចដកយកពីខ្ញុំបានទេខ្ញុំបានជ្រើសរើសដើរចេញមិនមែនដោយសារខ្ញុំបាត់បង់អ្វីមួយទេប៉ុន្តែដោយសារខ្ញុំជ្រើសរើសឈរលើតម្លៃនិងកិត្តិយសរបស់ខ្លួនឯង